បាទសួស្តីបងប្អូនទាំងអស់គ្នានេះជាការធ្វើដំណើររបស់ខ្ញុំពីភ្នំពេញទៅខេត្តស្វាយរៀងហើយការធ្វើដំណើរនេះគឺចំណាយរយៈពេលជាង3ម៉ោងតែចម្ងាយផ្លូវគឺ120គីឡូជាងតែខ្ញុំធ្វើដំណើរដោយម៉ូតូមុននឹងដល់ខេត្តស្វាយរៀងយើងត្រូវឆ្លងកាត់ខេត្តកដាលខេត្តព្រៃវែងបន្ទាប់មកគឺដល់ខេត្តស្វាយរៀងពេលនេះគឺម៉ោង 8:30 នាទីព្រឹកដែលខ្ញុំចេញដំណើរពីភ្នំពេញទៅបន្ទាប់មកខ្ញុំត្រូវចូលចាក់សាំងរួចក៏បន្តដំណើរទៅមុខទៀតហើយអាកាសធាតុថ្ងៃនេះគឺអំណោយផលមែនទែនបងប្អូនតាំងពីព្រឹករហូតដល់ពេលនេះគឺត្រជាក់ហើយក៏ឃើញបងប្អូនយើងធ្វើដំណើរតាមដងផ្លូវនេះក៏ច្រើនកដែរគឺមានអារម្មណ៍ថាសប្បាយរីករាយពេលដែលយើងជិះផងមើលទេសភាពផងអីចឹងហើយកន្លែងនេះគឺដល់ស្ពានអ្នកលឿងហើយបងប្អូនគឺស្ពានអ្នកលឿងពិតជាមានសម្រស់ស្រស់ស្អាតមែនតើហើយជឿជាក់ថាបងប្អូនមួយចំនួនមកដល់ស្ពាននេះហើយគឺដឹងតែឈប់ឡានឈប់ម៉ូតូដើម្បីគយគន់ទេសភាពពីលើស្ពាននេះគឺមានសម្រស់ស្រស់ស្អាតមែនតើហើយមានខ្យល់មករសៀកអញ្ចឹងណាបងប្អូនហើយដូចនេះអញ្ចឹងដែលខ្ញុំឈរពីលើហ្នឹងទៅគឺខ្យល់ត្រជាក់មែនតើហើយមើលពីលើអញ្ចឹងទៅគឺទេសភាពពណ៌បៃតងឃើញទឹកទន្លេឃើញអីអញ្ចឹងទៅអេហ្មងហើយសម្លឹងឃើញបងប្អូនរបស់យើងគាត់ឈប់នៅទីនេះគឺអ្នកខ្លះក៏គាត់ថតរូបថតអីនៅលើស្ពានហ្នឹងណាមើលទៅគឺសប្បាយរីករាយមែនតើហើយអាកាសធាតុពេលនេះគឺអត់ក្តៅទេបងប្អូនគឺត្រជាក់ល្មមតែខ្ញុំចេញមកដល់នេះគឺម៉ោង9ជាងហើយគឺចំណាយពេល1ម៉ោងពីភ្នំពេញមកពិតជាស្រស់ស្អាតណាពពកទេដាស់ហើយមេឃខៀវស្ងាត់ចឹងមើលទៅគឺមានអារម្មណ៍ថាសប្បាយរីករាយហើយក្រោយពីគយគន់ទេសភាពដ៏ស្រស់ស្អាតលើស្ពានរួចហើយក៏បន្តដំណើរមកមុខបន្តទៀតហើយទេសភាពពីលើស្ពានមកក៏ស្អាតដែរបងប្អូននៅពេលដែលយើងជិះមកពីលើណាហើយមិនយូរប្រហែលក៏យើងមកដល់ស្រុកកំពង់ត្បែកហើយស្រុកកំពង់ត្បែកនេះក៏ស្ថិតនៅក្នុងខេត្តព្រៃវែងដែរគឺអត់ទាន់ផុតខេត្តព្រៃវែងទេហើយក្រោយពីនិយាយបេបើមកគឺដល់ខេត្តស្វាយរៀងតែម្ដងបងប្អូននេះដល់ខេត្តស្វាយរៀងហើយនេះគឺជាអំងមូលគោដេកទេបងប្អូនបាទនេះគឺជាទស្សនវិជ្ជាខេត្តស្វាយរៀងបងប្អូនក្រោយពីចំណាយពេល3ម៉ោងមកគឺដល់ខេត្តស្វាយរៀងហើយខេត្តស្វាយរៀងក៏មានការរៀបចំស្អាតដែរមិនចាញ់ខេត្តដទៃទេហើយបងប្អូនមួយចំនួនដែលគាត់ធ្លាប់បានមកខេត្តស្វាយរៀងគឺគាត់ដឹងហើយការអភិវឌ្ឍមុខមាត់ថ្មីរបស់ស្វាយរៀងយ៉ាងណានោះហើយពីមុនដូចរោងចក្រអញ្ចឹងមានពីមុនមានតែនៅប្រវត្តិទេតែឥឡូវគឺមានការបរិច្សឹងគ្រប់កន្លែងហ្នឹងបងប្អូនបរិច្តាមស្រុកតាមអីគឺច្រើនមែនតើចង់និយាយថាគឺដល់ផ្ទះហើយរោងចក្រខ្វះតែកម្លាំងទេគឺឲ្យតែមានកម្លាំងគឺលុយរត់ចូលហើយបងប្អូនបាទពេលនេះគឺវីដេអូរបស់ខ្ញុំគឺបានចប់ហើយគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយសូមអរគុណហើយសូមការអធិស្ឋានពីបងប្អូនផងដែរបើសិនជាការនិយាយរបស់ខ្ញុំគឺខុសឆ្គងអីកន្លែងណាដោយសារខ្ញុំអត់សូវចេះនិយាយទៅគឺបេបើហ្នឹងបងប្អូនបាទសូមអរគុណ